នៅពេលដែលយើងចង់ជួលផ្ទះមិនថាស្នាក់នៅឬក៏យើងចង់ជួលផ្ទះដើម្បីរកស៊ីប្រកបមុខរបរអាជីវកម្មជាទូទៅបងប្អូនមើលលើប្រមាណចំណុចចឹងថ្ងៃនេះខ្ញុំមានចំណុចខ្លះៗដើម្បីចែកជូនបងប្អូនគឺជាជំនួយក្នុងការស្វែងរកបានប្រសិទ្ធភាពខ្ពស់អញ្ចឹងចំណុចទី1នោះគឺជាទូទៅគឺយើងតែងតែមើលទៅលើទីតាំងជាមួយនឹងតម្លៃអញ្ចឹងចំណុចនេះគឺមិនអាចខ្វះបានទេឯចំណុចទី2នោះគឺទំហំផ្ទះក៏ដូចជាតើផ្ទះនោះស្អាតដែរឬទេបើសិនជាបងប្អូនចង់ជួលផ្ទះស្នាក់នៅឬក៏ជួលផ្ទះរស់ស៊ីគឺទំហំក៏ជារឿងសំខាន់សម្រាប់បងប្អូនដែរថាតើបងប្អូនចង់បានទំហំប៉ុណ្ណាដើម្បីងាយស្រួលសម្រាប់បងប្អូននិងចំណុចទី3ពាក់ព័ន្ធជាមួយនឹងទឹកភ្លើងអញ្ចឹងសួរថាតើភ្លើងនៅតំបន់នោះគឺមានការគ្រប់គ្រាន់ដែរឬទេអាសាដាច់ដែរឬទេឯចំណែកទឹកវិញថាតើទឹកខ្សោយខ្លាំងឬក៏ទឹកអាសាដាច់ដែរអត់សម្រាប់ចំណុចទី4វិញយើងអាចមើលទៅលើថាតំបន់នោះគឺទីទួលឬក៏ទីទាបហើយតំបន់នោះគឺនៅពេលដែលខែវស្សាមានភ្លៀងតើអាចលិចទឹកដែរឬទេហើយនឹងចំណុចទី5ក៏ជាចំណុចសំខាន់មួយដែរគឺពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពអញ្ចឹងសួរថាតើតំបន់ដែលបងប្អូនប្រកបអាជីវកម្មឬក៏បងប្អូនរស់នៅនោះសុវត្ថិភាពនៅពេលថ្ងៃពេលយប់តើវាយ៉ាងណាដែរហើយនឹងចំណុចទី6គឺពាក់ព័ន្ធជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួនដែលបងប្អូនរស់នៅក៏ដូចជាអ្នកជិតខាងបងប្អូនថាតើពួកគាត់យ៉ាងណាដែរអញ្ចឹងបងប្អូនអាចស៊ើបតិចតួចថាតើអ្នកជាប់ផ្ទះយើងឬក៏អ្នកជិតខាងឬក៏អ្នកនៅតំបន់ជុំវិញហ្នឹងគឺពួកគាត់មិនដែរពួកគាត់ល្អអត់ឬក៏មិនអញ្ចឹងបងប្អូនអាចមើលទៅកន្លែងហ្នឹងខ្លះក៏បានដែរសម្រាប់ចំណុចចុងក្រោយក៏ដូចជាចំណុចទី7គឺពាក់ព័ន្ធជាមួយនឹងចំណតឡានចំណុចម៉ូតូអញ្ចឹងមិនថាបងប្អូនជួលដើម្បីស្នាក់នៅឬក៏ជួលដើម្បីរកស៊ីទេគឺចំណតនេះគឺជារឿងសំខាន់អញ្ចឹងសួរថាតើតំបន់ផ្ទះនោះគឺមុខផ្ទះឬក៏ទីធ្លាអាចងាយស្រួលឲ្យបងប្អូនធ្វើការចតយានជំនិះបានងាយស្រួលដែរឬទេអញ្ចឹងបើសិនជាវីដេអូនេះបងប្អូនពេញចិត្តបងប្អូនសូមជួយ follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀត